ជំរាបសួរôngពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមនិយាយពីបទពិសោធន៍ដែលនាងខ្ញុំបានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាទឹកដំបូងហើយពេលនេះគឺនៅក្នុងពលានយន្តហោះពោធិ៍យន្តតុងយើងហ្នឹងទិញកាហ្វេហើយនំឥឡូវដល់ពេលដែលយើងត្រូវឡើងយន្តហោះហើយយន្តហោះជើងទី1គឺពួកខ្ញុំត្រូវហោះពីភ្នំពេញទៅទីក្រុងតៃប៉េនៅតៃវ៉ាន់ឥឡូវឡើងបានប្រហែលជាកន្លះម៉ោងគេយកបាយលើនឹងឲ្យញ៉ាំតែនាងខ្ញុំអត់ចេះញ៉ាំទេអញ្ចឹងនាងខ្ញុំវិចបាយមកពីស្រុកខ្មែរហើយនាងខ្ញុំចង់ប្រាប់បងប្អូនត្រង់ចំណុចនេះដែរគឺថាអ្នកដែលអត់ចេះញ៉ាំបាយលើយន្តហោះអាចវិចបាយពីខ្មែរយកនំចំណីនំកញ្ចប់ទូចនំប្រៃអីមកបានយក4-5កញ្ចប់ទៅដើម្បីឲ្យយើងបានញ៉ាំណាពួកអីខ្ញុំសម្រាប់នាងខ្ញុំចាញ់ក្លិនម្ហូបគេខ្ញុំអត់ចេះញ៉ាំទេខ្ញុំញ៉ាំបានតែនំប៉័ងនំបានតែផ្លែឈើបង្អែមអីចឹងណាហើយរយៈពេលធ្វើដំណើរមកគឺ5ម៉ោងឥឡូវមកដល់ពលានយន្តហោះតៃប៉េពួកខ្ញុំត្រូវចាំនៅពលានយន្តហោះដើម្បីដូរជើងយន្តហោះនៅពីតៃប៉េនឹងទៅLAគឺខ្ញុំត្រូវចាំគេរយៈពេល6ម៉ោងហើយនេះគឺកន្លែងគេឲ្យទឹកញ៉ាំទៅហ្វ្រីហើយគឺបន្ទប់ទឹកគេស្អាតហើយនៅពលានហ្នឹងរូបអីគេតាំងគេអីចឹងណាបងប្អូនអញ្ចឹងគឺយើងនៅចាំហ្នឹងឯងយើងនៅចាំអង្គុយលេងដើរចុះដើរឡើងថតលេងអីលេងអញ្ចឹងគឺរយៈពេល6ម៉ោងនេះខ្ញុំទៅដល់ម៉ោង6ល្ងាចអញ្ចឹងម៉ោង12យប់បាននេះខ្ញុំត្រូវហោះហើរពីតៃប៉េទៅLA ហើយការធ្វើដំណើរនៅលើយន្តហោះរបស់យើងគឺរយៈពេល11ម៉ោងហើយកន្លែង C4 នេះគឺជា gate របស់ខ្ញុំត្រូវអង្គុយរងចាំគេហ្នឹងអង្គុយរងចាំគេនៅ gate C4 ហ្នឹងឯងដើម្បីឡើងជើងយន្តហោះមកតង់ទៀតហ្នឹងហើយយើងអង្គុយលេងដើរលេងឥឡូវដល់ពេលឃ្លានដូចជាម៉ោង 7-8 នេះខ្ញុំឃ្លានណា8យប់ក៏ញ៉ាំបាយមួយប្រអប់ទៀតហើយនេះខ្ញុំទិញបាយទៅតែ2ប្រអប់ទេដល់ពេលញ៉ាំលើយន្តហោះអស់មួយប្រអប់ឥឡូវមកញ៉ាំមួយប្រអប់ទៀតហើយបងជាខ្មែរដែរដែលគាត់ទៅហោះទៅលេងបងប្អូនគាត់ដែរហ្នឹងគាត់ឲ្យទៅងៀតឃើញខ្ញុំញ៉ាំបាយអញ្ចឹងគាត់ឲ្យទៅងៀតមកដុំអញ្ចឹងណាហើយបងប្អូនចង់និយាយថាអ្នកដែលហោះលើកទី1គួរតែមានបាយនំចំណីកញ្ចប់នំប្រៃនំក្រៀមអីហ្នឹងទៅតាមទៅគេឲ្យយើងយកទៅលើកលែងតែទឹកបងប្អូនទឹកគេអត់ឲ្យយើងយកចូលទេបើយកដល់បានពួកអីនៅតាមពលានគេមានឲ្យទឹកស្អាតគេឲ្យយើងញ៉ាំហ្វ្រីអញ្ចឹងណាហើយទៅទិញនំក្រូសង់គេនៅតៃប៉េហ្នឹងគេអាប់លុយកាក់ប្រហែលកាក់អីចឹងទៅក៏ទុកជាអនុស្សាវរីយ៍បន្ទាប់ពីចាំរយៈពេល6ម៉ោងឥឡូវហ្នឹងគឺដល់ពេល check in ហើយត្រៀមឡើងយន្តហោះពងឈូចាំគេអញ្ចឹងណាត្រៀមឡើងយន្តហោះប៉ុន្តែរយៈពេល6ម៉ោងហ្នឹងគឺដូចជាតែ5ម៉ោងទៅ5ម៉ោងកន្លះទេគេហៅយើងចូល check in មើល check សម្បត្តិយន្តហោះ check អីចឹងយើងហ្នឹងណាឥឡូវនេះខ្ញុំបានឡើងមកលើយន្តហោះហើយនេះខ្ញុំពុលដោយសារអីដោយសារយើងអត់ដែរជិះយន្តហោះដោយសារកត្តាចំណីអាហារដែលយើងអត់ចេះញ៉ាំអញ្ចឹងណាហើយអានេះគឺឡើងលើយន្តហោះហើយឡើងលើយន្តហោះនេះគឺត្រូវជិះ11ទៅ12ម៉ោងបានដល់ LA ហើយគេភាគច្រើនគេជិះពេលយប់ហើយឡើងបានតែកន្លះម៉ោងទៅ1ម៉ោងយន្តហោះឡើងនឹងហើយគេចាប់ផ្ដើមចែកនេះចំណីអាហារគេនៅលើហ្នឹងណាតាមម៉ោងតាមពេលគេឲ្យយើងរើសមានសាច់ជ្រូកសាច់គោពេលខ្លះសាច់ជ្រូកសាច់មាន់ពេលខ្លះបបរពេលខ្លះបាយពេលខ្លះស្ប៉ាហ្គាទីអីចឹងណាខ្ញុំសរសើរប្តីនាងខ្ញុំពួកអីគាត់ញ៉ាំបានគ្រប់យ៉ាងហើយគេឲ្យមកពីចំណែកនាងខ្ញុំអត់ញ៉ាំខ្ញុំឲ្យតែគាត់ឥឡូវនេះបន្ទាប់ពីឡើងមកធំតានេះគេហ្នឹងគឺចាប់បាយហ្នឹងបាននំប៉័ងគេហ្នឹងតែនំប៉័ងហ្នឹងឆ្ងាញ់ខ្ញុំញ៉ាំបានតែនំប៉័ងហ្នឹងញ៉ាំបានតែផ្លែឈើញ៉ាំបានតែការ៉េមញ៉ាំបានតែអីគេចឹងហើយគេមានតែមានស្រាក្រហមមានស្អីគេកាហ្វេខ្មៅអីឲ្យយើងទឹកក្រូចទឹកអីចឹងណា
ឥឡូវបន្ទាប់ពីញ៉ាំហើយនេះគេអេក្រង់នៅនឹងកៅអីយើងមើលទៅមើលផែនទីគេដល់ណាហើយអីហើយចឹងណានេះឥឡូវពួកខ្ញុំហោះមកចិត្តដល់ LA ហើយ Los Angeles ហ្នឹងឥឡូវគេដាក់ផែនទីឲ្យយើងមើលហ្នឹងគឺយើងដល់ហើយដល់ពលានចាប់ដើមហោះឆ្វែលចុះចឹងឥឡូវពួកខ្ញុំអត់ដែរទៅអញ្ចឹងបងខ្ញុំគាត់យកកៅអីគេហៅwheelchair ហ្នឹងគឺមានអ្នកជូនអញ្ចឹងពួកខ្ញុំពីរប៉ុន្តែនេះខ្ញុំបានយកតែមួយបើបងប្អូនអត់ដែរស្គាល់បងប្អូនគួរតែយកពីរទៅពីរអ្នកយកពីរតែដោយសារតែពួកខ្ញុំអត់ដឹងខ្ញុំយកតែមួយដល់ពេលអញ្ចឹងវាពិបាកព្រោះខ្ញុំត្រូវរត់តាមឥឡូវមកដល់យកនៅ LA ហ្នឹងពួកខ្ញុំត្រូវយកវ៉ាលីពីនឹងហើយបានដាក់ទៅកន្លែងទៅបន្តទៅដល់ Texas ឲ្យពួកខ្ញុំចុះនៅ LA ហើយឥឡូវគេរុញខ្ញុំមានអ្នកមកទទួលរុញខ្ញុំទៅទៀតហើយអញ្ចឹងបានថាបទពិសោធន៍ទី1ដែលយើងមិនដែលស្គាល់ប្រទេសគេសោះអញ្ចឹងគឺវាលំបាកអញ្ចឹងបងប្អូនទៅលេងមានបងប្អូននៅនោះទៅលេងគូដាក់កៅអី wheelchair ទៅ2នាក់ដាក់2នាក់ទៅ3នាក់ដាក់3នាក់កុំឲ្យពិបាកដូចពួកខ្ញុំហើយឥឡូវគេនាំពួកខ្ញុំមកចាំឲ្យត្រូវឡើងជិះលើយន្តឡានក្រុងគេហ្នឹងជិះឡានក្រុងគេដើម្បីទៅរកអាកន្លែងដែលយើងត្រូវ check in នេះទៀតត្រូវ check in ឡើងទៅ Texas មកតង់ទៀតគឺត្រូវជិះរថយន្តគេមានដូចឡានក្រុងគេចឹងមកហើយឥឡូវមកដល់កន្លែងគេត្រូវ check in ហើយ